សេចក្តីជូនដំណឹងរដ្ឋបាលខេត្តសៀមរាបមានកិត្តិយសសូមជម្រាបទូលប្រគេននិងជូនដំណឹងដល់ព្រះថេរានុថេរៈគ្រប់ព្រះអង្គសម្ដេចទ្រង់ឯកឧត្តមលោកជំទាវលោកស្រីនាងកញ្ញានិងសាធារណជនមេត្តាជ្រាបថារដ្ឋបាលខេត្តសៀមរាបសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាបនឹងរៀបចំពិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំមមីអត្តស័កពុទ្ធសករាជ2570ដែលនឹងប្រព្រឹត្តទៅរយៈពេល4ថ្ងៃចាប់ពីថ្ងៃទី13ដល់ថ្ងៃទី16ខែមេសាឆ្នាំ2026ដើម្បីផ្សព្វផ្សាយវប្បធម៌ប្រពៃណីទំនៀមទម្លាប់និងវិស័យផ្សេងទៀតទៅកាន់ភ្ញៀវទេសចរជាតិនិងអន្តរជាតិជាពិសេសជំរុញកំណើនទេសចរសេដ្ឋកិច្ចនិងលើកកម្ពស់វិស័យទេសចរផងដែរក្នុងរយៈពេល4ថ្ងៃនេះរដ្ឋបាលខេត្តនិងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាបនឹងមានរៀបចំកម្មវិធីមួយចំនួនដូចខាងក្រោម 1. ថ្ងៃទី13ខែមេសាឆ្នាំ2026កម្មវិធីជិះទូកកម្សាន្តនិងស្តង់ពិព័រណ៍ 2. ថ្ងៃទី14ខែមេសាឆ្នាំ2026កម្មវិធីទទួលទេវតានិងជិះទូកកម្សាន្តស្តង់ពិព័រណ៍តន្ត្រីស្គរដៃសម្ដែងសិល្បៈចម្រុះល្បែងប្រជាប្រិយនិងសកម្មភាពផ្សេងៗ 3. ថ្ងៃទី15ខែមេសាឆ្នាំ2026កម្មវិធីពូនភ្នំខ្សាច់និងទៅវត្តជិះទូកកម្សាន្តស្តង់ពិព័រណ៍តន្ត្រីស្គរដៃសម្ដែងសិល្បៈចម្រុះល្បែងប្រជាប្រិយនិងសកម្មភាពផ្សេងៗតាមតំបន់ 4. ថ្ងៃទី16ខែមេសាឆ្នាំ2026កម្មវិធីស្រង់ព្រះជិះទូកកម្សាន្តស្តង់ពិព័រណ៍ប្រគំតន្ត្រីនិងសម្ដែងសិល្បៈចម្រុះល្បែងប្រជាប្រិយនិងសកម្មភាពផ្សេងៗតាមតំបន់អាស្រ័យហេតុនេះសូមព្រះថេរានុថេរៈគ្រប់ព្រះអង្គសម្ដេចទ្រង់ឯកឧត្តមលោកជំទាវលោកស្រីនាងកញ្ញានិងសាធារណជនជ្រាបជាព័ត៌មាននិងអញ្ជើញចូលរួមទស្សនាកម្សាន្តឲ្យបានច្រើនកកនិងទទួលយកពរជ័យសិរីមង្គលឆ្នាំថ្មីគ្រប់គ្នាថ្ងៃពុធ15រោចខែផល្គុនឆ្នាំម្សាញ់ស័ព្ទស័កពុទ្ធសករាជ2569ខេត្តសៀមរាបថ្ងៃទី18ខែមិនិនាឆ្នាំ2026រដ្ឋបាលខេត្តសៀមរាបសូមអរគុណ